ពីរដ្ឋធានីវ៉ាស៊ីនតោនខ្ញុំបាទសេកបណ្ឌិតសូមជម្រាបសួរអស់លោកអ្នកកញ្ញាទាំងអស់ជាទីមេត្រីយើងខ្ញុំសូមស្វាគមន៍អស់លោកអ្នកនៅក្នុងកម្មវិធីផ្សាយរបស់ទូរទស្សន៍អាស៊ីសេរីជាបន្តទៅទៀតនេះខ្ញុំបាទសូមជូនព័ត៌មានពិស្ដាបាទព្រឹទ្ធសភាគ្រងបើកកិច្ចប្រជុំនៅថ្ងៃប្រហ័សទី29ខែមុខនេះដើម្បីពិភាក្សាលើសំណើរបស់គណៈបកសំរងស៊ីដែលសូមដាក់ភរិយាលោកហុងសុកហួរគឺអ្នកស្រីគុណលំអងជាសមាជិកព្រឹទ្ធសភាជំនួសប្តីអ្នកស្រីដែលកំពុងជាប់ពន្ធនាគារអ្នកស្រីគុណលំអងមានវ័យជាង50ឆ្នាំជាប្រធានចលនាស្ត្រីគណៈបកសង្គ្រោះជាតិអ្នកនាំពាក្យព្រឹទ្ធសភាលោកមុំប៊ុននាងបញ្ជាក់ថាបេក្ខភាពថ្មីត្រូវស្វែងរកសម្លេងគាំទ្រភាគច្រើនដាច់ខាតឬ50+1ដើម្បីទទួលបានសេចក្តីទុកចិត្តនិងអនុម័តលើកិច្ចប្រជុំរបស់ព្រឹទ្ធសភាលោកហុងសុកហួរបានលាលែងពីសមាជិកព្រឹទ្ធសភាកាលពីខែកុម្ភៈឆ្នាំ2017គឺរយៈពេល6ខែក្រោយពេលដែលរូបលោកត្រូវចាប់ឃុំខ្លួននៅពន្ធនាគារលោកត្រូវបានចៅក្រមសាលាដំបងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន7ឆ្នាំកាលពីថ្ងៃទី7ខែវិច្ឆិកាឆ្នាំ2016ក្រោមបទចោទចំនួន3គឺបទល្មើសទាក់ទងនឹងបញ្ហាព្រំដែនកម្ពុជាវៀតណាមតុលាការក្រុងភ្នំពេញបានចេញដីកាឲ្យឃុំខ្លួនលោកកាលពីថ្ងៃទី14ខែសីហាឆ្នាំ2015ក្នុងរយៈពេល2ថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបញ្ជាឲ្យចាប់ខ្លួនទាំងលោកនៅមានអភ័យឯកសិទ្ធិដោយចោទប្រកាន់លោកហុងសុកហួរថាក្បត់ជាតិដែលហ៊ានលួចក្លែងឯកសារសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាមឆ្នាំ1979ដែលជាសន្ធិសញ្ញារំលាយព្រំដែនប្រទេសទាំងពីរបាទសម្បត្តិកិច្ចខេត្តព្រះសីហនុនៅព្រឹកថ្ងៃអង្គារនេះបានចាប់ឃុំខ្លួនអតីតចៅសង្កាត់រងទី2នៃសង្កាត់លេខ1ក្រុងព្រះសីហនុលោកឆាយរតយកទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តនេះលោកជួននរិនស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងថាការចាប់ឃុំខ្លួននេះគឺកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបានអនុវត្តទៅតាមដីកាបង្គាប់របស់សាលាដំបងខេត្តព្រះសីហនុដែលបង្គាប់ឲ្យចាប់ឃុំខ្លួនជនសង្ស័យរូបនេះដាក់ពន្ធនាគារប៉ុន្តែលោកមិនបានបញ្ជាក់ការចាប់ឃុំខ្លួននេះពាក់ព័ន្ធនឹងបទចោទអ្វីនោះទេអាស៊ីសេរីមិនអាចតាក់ទងទៅមន្ត្រីនាំពាក្យសាលាដំបងខេត្តព្រះសីហនុដើម្បីបញ្ជាក់ទៅលើដីកាចាប់ឃុំខ្លួនលោកឆាយរតថាតើជាប់ពាក់ព័ន្ធបទល្មើសអ្វីឲ្យពិតប្រាកដនោះទេនៅថ្ងៃអង្គារនេះក៏ប៉ុន្តែភរិយាលោកឆាយរតគឺអ្នកស្រីសំសារ៉ាត់ប្រាប់អាស៊ីសេរីតាមទូរស័ព្ទថាអ្នកស្រីសង្ស័យថាការចាប់ឃុំខ្លួននេះអាចជាប់ពាក់ព័ន្ធទៅនឹងការចោទប្រកាន់របស់សមាជិកដែលចោទថាប្តីរបស់អ្នកស្រីពីស្ថិតនៅពីក្រោយបទល្មើសញុះញង់ឲ្យប្រជាពលរដ្ឋចូលទៅកាន់កាប់កាត់រុករានដីព្រៃរបស់រដ្ឋហាមឃាត់នៅតំបន់រក្សាប្រភពទឹកស្អាតនៅក្បាលឆាយបាទប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសគ្រោងធ្វើបុណ្យខួបគម្រប់1ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិតកែមលីនៅប្រទេសអូស្ត្រាលីសមាគមខ្មែរនៅទីក្រុងអាដេលេដនឹងធ្វើពិធីនេះនៅថ្ងៃសុក្រទី7ខែកក្កដារីឯនៅទីក្រុងមែលប៊នរដ្ឋវីតូរីយ៉ាមានវត្តចំនួន5នឹងរួមគ្នារៀបចំពិធីបុណ្យខួបនេះនៅថ្ងៃអាទិត្យទី9ខែកក្កដាចំណែកនៅឯសហរដ្ឋអាមេរិកឯនេះវិញប្រជាពលរដ្ឋខ្មែរនៅរដ្ឋ Maryland ជាប់រដ្ឋធានី Washington ក៏នឹងរៀបចំពិធីបុណ្យនេះនៅវត្តពុទ្ធការាមហៅវត្ត Maryland នៅថ្ងៃអាទិត្យទី9ខែកក្កដារីឯប្រជាពលរដ្ឋនៅក្រុង Lowell រដ្ឋ Massachusetts ឯនោះគ្រោងនឹងប្រារព្ធពិធីនេះនៅថ្ងៃអាទិត្យទី16ខែកក្កដានៅភោជនីយដ្ឋាន San Nida បាទលោកបណ្ឌិតកែមលីត្រូវបានប្រជាពលរដ្ឋនៅសហរដ្ឋអាមេរិកជាច្រើនចាត់ទុកថាជាវីរបុរសតំណាងឲ្យការទាមទារសិទ្ធិពលរដ្ឋបាទលោកនាងកញ្ញាជាទីមេត្រីដើម្បីចូលរួមរំលឹកខួប1ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិតកែមលីទូរទស្សន៍អាស៊ីសេរីនឹងផ្សាយជូនកម្មវិធីពិសេសរយៈពេល3ថ្ងៃគឺថ្ងៃសៅរ៍ទី8ខែកក្កដារហូតដល់ថ្ងៃច័ន្ទទី10ខែកក្កដាចាប់ពីម៉ោង 8:35 នាទីដល់ម៉ោង 9:35 នាទីយប់ម៉ោងនៅកម្ពុជាយើងនឹងមានសេចក្តីរាយការណ៍មួយចំនួនទាក់ទងនឹងការស្វែងរកយុត្តិធម៌ជូនលោកបណ្ឌិតកែមលីស្ថានភាពភរិយានិងកូនរបស់លោកព្រមទាំងប្រវត្តិសង្ខេបនិងដំណើរជីវិតរបស់លោកបណ្ឌិតកែមលីផងដែរបាទសូមលោកនាងរងចាំទស្សនាសេចក្តីរាយការណ៍ពិសេសនេះដោយមេត្រីលោកនាងជាទីមេត្រីក្រៅពីស្ដាប់កម្មវិធីផ្សាយវិទ្យុអាស៊ីសេរីលោកនាងក៏អាចទស្សនាវីដេអូនិងសេចក្តីរាយការណ៍
ព្រមទាំងនីតិផ្សេងៗនៃកម្មវិធីផ្សាយរបស់យើងខ្ញុំដោយលោកនាងចូលទៅកាន់គេហទំព័ររបស់វិទ្យុអាស៊ីសេរី www.rfa.org/khmer និង YouTube www.youtube.com/rfa khmer video ឬតាមបណ្ដាញសង្គម Facebook ដែលមានអាសយដ្ឋាន www.facebook.com/rfa cambodia ចាសសូមអរគុណបាទលោកនាងកញ្ញាជាទីមេត្រីអតីតគ្រូបង្រៀនកិច្ចសន្យានៅឃុំទន្លូងស្រុកវិមុខខេត្តត្បូងឃ្មុំស្នើឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនអន្តរាគមន៍ឲ្យបានចូលជាក្របខ័ណ្ឌមន្ត្រីអប់រំបាទការស្នើសុំនេះក្រោយពេលដែលលោកហ៊ុនសែនកាលពីថ្ងៃទី21មិថុនាបានស្នើឲ្យក្រសួងអប់រំដាក់បញ្ចូលគ្រូជាប់កិច្ចសន្យាចំនួន3នាក់ជាគ្រូក្របខ័ណ្ឌរបស់ក្រសួងអតីតគ្រូកិច្ចសន្យានៅសាលាឆ្លងកាត់ដង្គមទី1អ្នកស្រីហមកំសានមានប្រសាសន៍ថាជីវភាពរស់នៅរបស់គាត់កាន់តែពិបាកជាងមុនហើយត្រូវបានដើរស៊ីឈ្នួលឲ្យគេបានមួយថ្ងៃសម្រាប់តែមួយថ្ងៃប៉ុណ្ណោះអ្នកស្រីបន្តថាធ្លាប់បង្រៀននៅសាលាមួយចំនួនដូចជាសាលាបឋមសិក្សាបឹងជ្រូងសាលាបឋមសិក្សាកោះថ្មនិងសាលាឆ្លងកាត់ភូមិចង្គមទី1ស្ថិតនៅក្រោមចំណុះសាលាបឋមសិក្សាក្ដុលព្រមទាំងធ្លាប់ធ្វើជាមន្ត្រីបណ្ណារក្សនៅសាលាមួយនេះជាដើមអ្នកស្រីបញ្ជាក់ថាកន្លងមកគាត់ធ្លាប់ស្នើឲ្យក្រសួងបញ្ចូលជាមន្ត្រីក្របខ័ណ្ឌដែរក៏ប៉ុន្តែមិនមានលទ្ធភាពក៏ប៉ុន្តែពុំមានលទ្ធផលល្អឡើយទៅស៊ូគេទៅគេថាគេអត់រើសកិច្ចសន្យាគេថាចាំមើលសិនគេថាចាំមើលចាំមើលក្រសួងរើសអត់អញ្ចឹងចាគាត់ថាឲ្យខ្ញុំចាំដល់ចាំទៅដឹងទៅស៊ូណាបើខ្ញុំអត់មានបាទកាលពីថ្ងៃទី21ខែមិថុនាក្នុងឱកាសទិវារំលឹកការចងចាំអំពីដំណើរឆ្ពោះទៅផ្ដួលរំលំរបបប៉ុលពតនៅភូមិកោះថ្មឃុំទន្លូងលោកនាយករដ្ឋមន្ត្រីហ៊ុនសែនមានប្រសាសន៍អំពីការកសាងសាលារៀនថ្មីមួយខ្នងដែលមានកម្ពស់2ជាន់សម្រាប់អ្នកភូមិកោះថ្មនិងស្នើឲ្យដាក់បញ្ចូលគ្រូកិច្ចសន្យាទាំង3នាក់ជាគ្រូក្នុងក្របខ័ណ្ឌបន្ថែមទៀតផងហើយឮថាគ្រូបង្រៀនរបស់យើងមាន3នាក់ជាគ្រូក្របកិច្ចសន្យាហើយបានបង្រៀនប្រហែលឆ្នាំទៅហើយលោកខេចមេតបានវាយទៅសួរខ្ញុំហើយក៏បានសួរទៅរដ្ឋមន្ត្រីក្រសួងអប់រំផងដែរខ្ញុំសូមឲ្យបញ្ចូលគ្រូទាំង3នាក់នេះទៅជាគ្រូក្របខ័ណ្ឌតែម្ដងទៅបាទប្រធានមន្ត្រីអប់រំយុវជននិងកីឡាខេត្តត្បូងឃ្មុំលោកអិនពៅសម្បត្តិមានប្រសាសន៍ថាករណីអតីតគ្រូជាប់កិច្ចសន្យារូបនោះខាងលោកមិនទាន់ទទួលបានព័ត៌មាននោះទេលោកថាតំបន់ដែលខ្វះគ្រូទើបក្រសួងតម្រូវឲ្យជ្រើសរើសគ្រូជាប់កិច្ចសន្យាបាទប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ក្រីក្រក្នុងរាជធានីភ្នំពេញនិងនៅតាមជនបទស្នើឲ្យរដ្ឋាភិបាលគួរតែបង្កើតមូលនិធិសម្រាប់អ្នកក្រីក្រនិងរកវិធីធ្វើយ៉ាងណាឲ្យអ្នករស់នៅក្នុងសហគមន៍ក្រីក្រទទួលបានលំនៅឋានសមរម្យសង្គមស៊ីវិលយល់ថារដ្ឋាភិបាលមានលទ្ធភាពធ្វើតាមសំណូមពររបស់ប្រជាពលរដ្ឋក្រីក្របានប្រសិនបើរដ្ឋាភិបាលសម្អាតអំពើពុករលួយធំនៅថ្នាក់ជាតិជាមុនបាទលោកវ៉ាន់វ៉ាន់ដេតរាយការណ៍ព័ត៌មាននេះ តំណាងសហគមន៍ប្រឡាយទឹកក្នុងខេត្តព្រៃវែងប្រាប់ថាមូលហេតុដែលបណ្ដាលឲ្យពលរដ្ឋនៅក្នុងសហគមន៍កាន់តែក្រីក្រប្រឈមជីវភាពរស់នៅខ្លាំងដោយសារកត្តាអ្នកសហគមន៍គ្មានមុខរបរគ្មានដីសម្រាប់រស់នៅសមាជិកក្នុងគ្រួសារកាន់តែកើនឡើងគ្មានផ្ទះសម្រាប់រស់នៅនិងខ្លះទៀតមានផ្ទះតូចរស់នៅតែគ្មានឯកសារច្បាប់ច្បាស់លាស់ចេញពីអាជ្ញាធរយកចិត្តទុកដាក់ដល់សហគមន៍អ្នកក្រីក្រមានឱកាសទទួលបាននូវសុវត្ថិភាពនិងលំនៅឋានសមរម្យសូមបន្តការអនុវត្តគោលនយោបាយគាំពារនិងដល់អ្នកក្រីក្របន្ថែមទៀតអគ្គនាយកនៃនាយកដ្ឋានលំនៅឋានរបស់ក្រសួងដែនដីនគររូបនីយកម្មនិងសំណង់ដែលជាវាគ្មិនបានឆ្លើយទៅនឹងសំណូមពររបស់តំណាងសហគមន៍ក្រីក្រហើយក៏មិនផ្ដល់បទសម្ភាសន៍ឲ្យអ្នកសារព័ត៌មានដែរដោយប្រាប់ឲ្យទៅសួរអ្នកនាំពាក្យក្រសួងគឺលោកសេងលូតអាស៊ីសេរីមិនអាចតាក់ទងលោកសេងលូតបានទេនៅថ្ងៃទី27មិថុនាដោយលោកមិនទទួលទូរស័ព្ទក្រុមអ្នកមានចំនួនដីធ្លីនៅតាមសហគមន៍ក្នុងក្រុងភ្នំពេញមិនពេញចិត្តនៅពេល
មន្ត្រីក្រសួងដែនដីមិនឆ្លើយតបសំណួរឬមិនឆ្លើយទៅនឹងសំណូមពររបស់ពួកគេអ្នកមានចំនួនដីធ្លីនៅសហគមន៍បឹងកក់ស្នើរកដំណោះស្រាយបញ្ហាដីធ្លីនៅបឹងកក់លោកបេងហុងសុជាតិខេមរ៉ូថ្លែងថាពួកលោកនៅខាងក្រសួងមិនបានដឹងអំពីចំនួនដីនៅបឹងកក់នោះទេហើយលោកបង្វែរឲ្យអ្នកមានចំនួនដីធ្លីនៅបឹងកក់ទៅរកចម្លើយពីខាងអាជ្ញាធរក្រុងភ្នំពេញវិញអាជ្ញាធររាជធានីភ្នំពេញកាលពីថ្ងៃទី27មេសាបានប្រកាសបញ្ចប់ការដោះស្រាយបញ្ហាដីធ្លីនៅតំបន់បឹងកក់អាជ្ញាធរអំពាវនាវឲ្យពលរដ្ឋរស់នៅតំបន់បឹងកក់ចំនួន7គ្រួសារទៅទទួលយកដីដែលអាជ្ញាធរកំណត់ឲ្យតែពលរដ្ឋដែលរស់នៅតំបន់បឹងកក់មិនព្រមទទួលយកដីនោះទេពួកគេថាសាលាក្រុងកាត់ដីឲ្យតិចពេកមិនសមរម្យនឹងដីដែលពួកគេមានតំណាងសហគមន៍បឹងកក់អ្នកស្រីបើសុភាប្រាប់ថាការឆ្លើយថាមិនដឹងឬរុញដាក់គ្នាគឺជាលេសរបស់មន្ត្រីក្រសួងដែនដីព្រោះចំនួនដីធ្លីនៅបឹងកក់មិនត្រឹមតែដឹងដល់ក្រសួងឬអ្នកដឹកនាំថ្នាក់ជាតិនោះទេសូម្បីសហគមន៍អន្តរជាតិក៏បានដឹងអំពីចំនួនដីធ្លីនៅបឹងកក់នេះដែរខ្ញុំមានការអស់សង្ឃឹមមែនទែនដោយសារគាត់ឆ្លើយយករួចខ្លួនគាត់ឆ្លើយយករួចខ្លួនអញ្ចឹងគាត់រុញទៅឲ្យសាលារាជធានីភ្នំពេញតែសាលារាជធានីភ្នំពេញតាំងពីដើមមករហូតដល់ពេលនេះបើសិនជាលោកនាយករដ្ឋមន្ត្រីដោះស្រាយខ្លួនឯងអនុក្រឹត្យចេញតាំងពី2011រហូតមកដល់ពេលនេះប្រហែលជាដោះស្រាយចប់តាំងពី2012ឬ2013มันសំចៃណាដែលពួកខ្ញុំត្រូវមកជាប់គុកម្នាក់ទៅ2ទៅ3ដងទេទ្រាំតែបានដីនៅសល់ជាង20គ្រួសារនាយកប្រតិបត្តិអង្គការក្រមការងារពិសេសសិទ្ធិលំនៅឋានយល់ថាប្រសិនបើរដ្ឋាភិបាលព្យាយាមប្រឆាំងអំពើពុករលួយនៅថ្នាក់ជាតិជាជាងព្យាយាមប្រឆាំងអំពើពុករលួយទៅលើក្រុមអង្គការសង្គមស៊ីវិលនោះរដ្ឋាភិបាលអាចមានលទ្ធភាពធ្វើតាមសំណើរបស់ពលរដ្ឋនៅសហគមន៍ក្រីក្រចំពោះចំនួនដីធ្លីនៅបឹងកក់លោកសៀភិរមសង្ឃឹមថាអភិបាលក្រុងថ្មីគឺលោកខួងស្រេងនឹងដោះស្រាយបញ្ហានៅបឹងកក់នេះឲ្យអស់ដើម្បីកុំឲ្យអ្នកបឹងកក់ចេញតវ៉ានៅតាមស្ថាប័នជាតិតទៅទៀតទោះជាបែបនេះក្តីអ្នកមានចំនួនដីធ្លីដែលរស់នៅក្នុងសហគមន៍ក្រីក្រក្នុងក្រុងភ្នំពេញមិនសង្ឃឹមថាអភិបាលក្រុងភ្នំពេញដែលនឹងឡើងកាន់តំណែងថ្មីអាចជួយដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់បាននោះទេមិនត្រឹមតែមិនសង្ឃឹមទេក្រុមអ្នករស់នៅក្នុងសហគមន៍ទាំងនោះថែមទាំងបារម្ភពីសុវត្ថិភាពនៅពេលចេញតវ៉ារឿងដីធ្លីព្រោះពួកគេយល់ថាអភិបាលថ្មីរបស់សាលារាជធានីភ្នំពេញលោកខួងស្រេងអាចបញ្ជាកងកម្លាំងប្រើហិង្សាឬសម្លុតពួកគេខ្លាំងជាងអភិបាលក្រុងមុនទៅទៀតខ្ញុំវ៉ានវ៉ាន់ដេតអាស៊ីសេរីភ្នំពេញមន្ត្រីសមាគមអាត60និងអង្គការលីកាដូខេត្តសៀមរាបបានធ្វើដំណើរទៅតំបន់ជើងភ្នំកូលែនស្រុកបន្ទាយស្រីកាលពីព្រឹកព្រលឹមថ្ងៃអង្គារនេះដើម្បីពិនិត្យមើលភិនភាគបរិបម្នាក់ដែលកំពុងវង្វេងនៅតំបន់ជើងភ្នំកូលែនមន្ត្រីស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្សអាត60លោកសួនរិនថ្លែងថាតាមលោកពិនិត្យបរិសវ័យក្មេងដែលវង្វេងនៅតំបន់ជើងភ្នំកូលែននោះឈ្មោះសុកវិចិត្រក៏ជាព្រះសង្ឃដែរដែលបាត់ស្បង់ជីវរអស់ហើយក៏ប៉ុន្តែមិនមែនជាព្រះសង្ឃខ្មែរក្រោមព្រះនាមមាសវិចិត្រដែលកំពុងបាត់ព្រះកាយនោះទេយើងនឹងបន្តការស្វែងរកជនដែលបាត់ខ្លួននឹងបន្តទៀតយើងគិតថាមនុស្សនេះអត់ទាន់ចេញផុតពីខេត្តសៀមរាបទេហើយខាងអង្គការអាត60និងសង្គមស៊ីវិលកំពុងតែបកិបកិតតាមរោពេញតព្រៃនឹងឯងនៅក្នុងជើងភ្នំកូលែនក្នុងទឹកដីស្រុកបន្ទាយស្រីហើយយើងមិនគិតថាការលះបង់ក្នុងការបំពេញភារកិច្ចនេះអត់ប្រយោជន៍ទេគឺយើងកំពុងតែធ្វើការស្វែងរកបន្តទៀតបាទព្រះសង្ឃព្រះនាមមាសវិចិត្រព្រះជន្ម31ព្រះវស្សានិងតាអាចារ្យឈ្មោះនេះបានបាត់ខ្លួនតាំងពីថ្ងៃទី18ខែមិថុនាក្រោយមកគេឃើញប៉ូលីសបង្ហោះរូបថតព្រះសង្ឃអង្គនោះនិងតាអាចារ្យម្នាក់អាក្រាតកាយដោយស្លៀកការុងហើយដេកអោបគ្នាហាក់ដូចជាមានអ្នកណាម្នាក់វាយធ្វើទរណកម្មរហូតដល់មកទីពេលនេះស្នងការនគរបាលខេត្តសៀមរាបមិនទាន់បានដឹងថាករណីបាត់ព្រះសង្ឃខ្មែរកម្ពុជាក្រោមមួយអង្គនិងតាអាចារ្យម្នាក់នៅក្នុងវត្តនេះនៅឡើយទេបាទនៅខេត្តបាត់ដំបងឯនោះវិញបណ្ដាញព្រះសង្ឃឯករាជ្យនៅខេត្តនេះកំពុងតែព្រួយបារម្ភពីសុវត្ថិភាពនៅក្នុងការបំពេញការងារប្រចាំថ្ងៃបាទប្រធានបណ្ដាញព្រះសង្ឃឯករាជ្យនៅខេត្តបាត់ដំបងព្រះតេជគុណលុញសុជាមានថ្លែងអធិការថានៅថ្ងៃអង្គារនេះ
ចាប់តាំងពីប៉ូលីសបានឃាត់ប្រកាយសមាជិកបណ្ដាញប្រសង់ឯករាជ្យមួយអង្គព្រះនាមហ៊ុនសុផានីមកគឺថាមានសមត្ថកិច្ចស្លៀកពាក់ស៊ីវិលជាច្រើនអ្នកតែងតែមកឃ្លាំមើលតាមវត្តជារៀងរាល់ថ្ងៃស្នងការនគរបាលខេត្តបាត់ដំបងលោកជេតវណ្ណីបញ្ជាក់ថាអ្នកដែលមកឃ្លាំមើលទាំងនោះពុំមែនជាមន្ត្រីប៉ូលីសឡើយមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាត6ខេត្តបាត់ដំបងលោកយិនមេលីអះអាងថាករណីសមត្ថកិច្ចទៅឃ្លាំមើលតាមដានវត្តនេះចាត់ទុកជាការគំរាមកំហែងប៉ះពាល់ទៅដល់សិទ្ធិសេរីភាពក្នុងការបំពេញការងាររបស់បណ្ដាញប្រសង់ឯករាជ្យសមាជិកបណ្ដាញប្រសង់ឯករាជ្យនៅខេត្តបាត់ដំបងព្រះនាមហ៊ុនសុផានីគង់នៅវត្តដំរីសត្រូវបានមន្ត្រីតុលាការខេត្តបាត់ដំបងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារកាលពីថ្ងៃទី22មិថុនាក្រោមបទចោទចំនួន2គឺបទដឹកជញ្ជូនកាន់កាប់អាវុធដោយខុសច្បាប់និងញុះញង់ប្រព្រឹត្តបទឧក្រិដ្ឋក៏ប៉ុន្តែស្ថាបនិកបណ្ដាញប្រសង់ឯករាជ្យដើម្បីយុត្តិធម៌សង្គមព្រះដេចគុណបុត្របន្ទិញមានថេរដីកាថាតុលាការចាប់ព្រះកាយដោយពុំបានស៊ើបអង្កេតច្បាស់លាស់ពីព្រោះកំភ្លើងដែលព្រះអង្គហ៊ុនសុផានីបង្ហោះទៅលើបណ្ដាញសង្គម Facebook កាលពីខែមេសាឆ្នាំ2017នោះគឺជាកំភ្លើងជ័រសម្រាប់ក្មេងលេងពុំមែនជាអាវុធដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតឡើយបាទលោកនាងកញ្ញាជាទីមេត្រីស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវប្រទេសថៃកំពុងស្វែងរកមេធាវីស្ម័គ្រចិត្តជួយការពារក្តីដល់ពលរដ្ឋខ្មែរចំនួន7នាក់ដែលត្រូវបានឃាត់ខ្លួនពីបទចូលធ្វើការងារសំណង់ដោយពុំមានបានអនុញ្ញាតការងារកាលពីដើមខែមិថុនាអ្នកទាំង7នាក់នោះមានដើមកំណើតនៅក្នុងស្រុកឯកភ្នំខេត្តបាត់ដំបងបច្ចុប្បន្នពួកគេកំពុងជាប់ឃុំខ្លួននៅពន្ធនាគារក្នុងខេត្តប្រជិនបុរីសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរចេញនៅថ្ងៃនេះឲ្យដឹងថាស្ថានអគ្គកុងស៊ុលខ្មែរកំពុងតែសហការជាមួយនឹងថៅកែថៃដើម្បីរកវិធីធានាពលរដ្ឋខ្មែរទាំងនោះឲ្យនៅក្រៅឃុំបណ្ដោះអាសន្នបាទភ្ញៀវទេសចរមកកម្ពុជាបានកើនឡើង12% ក្នុងរយៈពេល4ខែដើមឆ្នាំ2017នេះស្ថិតិរបស់នាយកដ្ឋានព័ត៌មាននៃក្រសួងទេសចរដែលចេញផ្សាយកាលពីសប្តាហ៍មុនឲ្យដឹងថាចាប់ពីខែមករាដល់ខែមេសាភ្ញៀវទេសចរអន្តរជាតិជិត2លាននាក់មកកម្ពុជាបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានេះកាលពីឆ្នាំមុនដែលមានចំនួនជាង1លាន7សែននាក់សារព័ត៌មាន Daily Online ASEAN Travel News បានដកស្រង់សម្ដីលោកថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរចុះផ្សាយនៅថ្ងៃអង្គារនេះថាភ្ញៀវទេសចរចិនបានកើនឡើងខ្លាំងលើសចំនួនភ្ញៀវទេសចរវៀតណាមបាទលោកបន្តថាទំនាក់ទំនងរវាងកម្ពុជានិងចិនគឺជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលសម្រាប់ទាក់ទាញភ្ញៀវទេសចរបន្ថែមពីប្រទេសចិនមកកម្ពុជាលោករំពឹងថាកម្ពុជានឹងទទួលបានភ្ញៀវទេសចរចិនចំនួន2លាននាក់ចាប់ពីពេលនេះរហូតដល់ឆ្នាំ2020ខាងមុខបាទលោកនាងកញ្ញាជាទីមេត្រីអង្គការសមាគមអភិរក្សសត្វព្រៃឬហៅកាត់ថា WCS បារម្ភពីការផុតពូជនៃសត្វកន្ធាយក្បាលកង្កែបនៅប្រទេសកម្ពុជាសត្វប្រភេទនេះក៏ជាសត្វជិតផុតពូជនៅលើពិភពលោកផងដែរអង្គការមួយនេះបានបង្កើតកម្មវិធីការពារសម្បុកនៅក្នុងបរិវេណជម្រកធម្មជាតិមួយនៅតាមដងទន្លេមេគង្គនៅក្នុងស្រុកសម្បូរខេត្តក្រចេះបាទលោកសនចាន់រដ្ឋារាយការណ៍ព័ត៌មាននេះកម្មវិធីការពារសម្បុកដែលអង្គការសមាគមអភិរក្សសត្វព្រៃបានបង្កើតនៅខេត្តក្រចេះគឺផ្ដល់ឱកាសដល់ពលរដ្ឋដែលរស់នៅក្បែរទីជម្រកធម្មជាតិរបស់សត្វកន្ធាយក្បាលកង្កែបឲ្យធ្វើជាបុគ្គលិករបស់គម្រោងមួយនេះដើម្បីឲ្យជួយស្វែងរកនិងថែរក្សាសម្បុករបស់សត្វកន្ធាយរហូតដល់កូនកន្ធាយញាស់ចេញមកពលរដ្ឋដែលបានចូលរួមនៅក្នុងកម្មវិធីការពារសម្បុកម្នាក់រស់នៅក្នុងភូមិយ៉ាវឃុំកំពង់ចាមស្រុកសម្បូរខេត្តក្រចេះថ្លែងថាការចូលរួមអភិរក្សសត្វកន្ធាយមានសារៈសំខាន់ណាស់សម្រាប់លោកដោយសារតែសត្វប្រភេទនេះជាពូជសត្វកម្រហើយមានវត្តមានភាគច្រើននៅក្នុងស្រុកសម្បូរខេត្តក្រចេះក្រៅពីនេះការងារអភិរក្សផ្ដល់ចំណូលបន្ថែមទៅដល់ក្រុមគ្រួសាររបស់លោកក្រៅពីមុខរបរធ្វើស្រែចម្ការ
លោករៀបរាប់ថាឲ្យទៅដល់រដូវកន្ធាយពងកូនក្នុងចន្លោះខែវិច្ឆិកាដល់ខែកក្កដាលោកតែងតែបើកកណូតឆ្ពោះទៅកាន់តំបន់ខ្សាច់ដែលជាកន្លែងសក្កន្ធាយច្រើនពងកូនដើម្បីស្វែងរកសម្បុករបស់វាខ្ញុំបានទៅបើកទូកទៅឃើញដានវាឡើងពីទឹកមកឡើងមកហើយឃើញវាកប់ស្នោកហើយខ្ញុំបានចាក់រੂពងនឹងដល់ពេលខ្ញុំចាក់ឃើញហើយខ្ញុំក៏ការពារវាហើយដានខ្ញុំលុបកុំឲ្យគេដឹងមូលហេតុថាខ្លាចគេឃើញទៅគេយកទៅពងនឹងទៅបាត់យកទៅស្ងោស៊ីអីហ្នឹងលោកគង់ធារីបន្ថែមថាឆ្នាំមុនលោករកបានសម្បុកកន្ធាយចំនួន11សម្បុកដោយឡែកឆ្នាំនេះលោករកឃើញត្រឹមតែ9សម្បុកប៉ុណ្ណោះលោកថាសក្កន្ធាយក្បាលកង្កែបខ្លះអាចពងចន្លោះពី25ទៅ40គ្រាប់វាអាស្រ័យទៅលើមេកន្ធាយធំឬក៏តូចខ្ញុំដើររោគដើរអីបន្តហើយសម្បុកខ្ញុំនៅតែមើលហ្នឹង2-3ថ្ងៃខ្ញុំមើល2-3ថ្ងៃខ្ញុំទៅមើលរហូតថែមើលវារហូតហើយដល់ចិត្តដល់ថ្ងៃញាស់អញ្ចឹងខ្ញុំបាំងស្បៃបាំងអីរហូតដល់ញាស់ទៅបានថែអាសាទុកឲ្យចំណីអីស៊ីទៅដល់ពេលថ្ងៃគេបើកកន្លែងបានយកទៅឲ្យខាងអភិរក្សអ្នកភូមិម្នាក់ទៀតរៀបរាប់ថាតាមបទពិសោធន៍ដែលលោកស្រីរកឃើញពងកន្ធាយនេះគឺនៅម្ដុំថ្ងៃសិលពេលរកឃើញថាមានសម្បុកកន្ធាយហើយនោះលោកស្រីតែងលុបដានដែលបន្សល់ពីមេកន្ធាយជីមពីទឹកឡើងមកពងនៅលើខ្សាច់នោះចេញដើម្បីជៀសវាងអ្នកផ្សេងបានឃើញហើយយកពងវាទៅបរិភោគក្រៅពីនេះលោកស្រីតែងមកថែរក្សាសម្បុកកន្ធាយនោះរៀងរាល់2ឬ3ថ្ងៃម្ដងលោកស្រីធ្វើបែបនេះរយៈពេល7-2ខែរហូតដល់កូនកន្ធាយញាស់ចេញមកខ្លាចគេឃើញតាមក្រោយខ្លាចគេយកបាត់លុបដានវាចោលអស់ចាលុបដានវាចោលអស់បើនៅឆ្ងាយពីទឹកយើងលុបដានចោលទុកវានឹងកន្លែងបើវាពងនៅជិតទឹកអញ្ចឹងអាចយកជំលៀសយកមកដាក់ឲ្យឆ្ងាយពីទឹកបន្តិចខ្លាចទឹកដីវាបាក់ជួនកាលវាបាក់វាឡើងពងចម្រេះមកដីខ្សាច់បាក់ហ្នឹងចម្រេះហ្នឹងដល់អញ្ចឹងខ្លាចដីទឹកហូរចោះវាបាក់ទៅបាត់ទៅមជ្ឈមណ្ឌលអភិរក្សអណ្ដើកឬកន្ធាយមេគង្គដែលស្ថិតនៅក្នុងបរិវេណវត្តសស100ស្រុកសម្បូរខេត្តក្រចេះគឺជាកន្លែងចិញ្ចឹមនិងថែរក្សាកូនកន្ធាយដែលទើបនឹងញាស់រហូតដល់ពេលដែលកូនកន្ធាយទាំងអស់អាចរស់នៅក្នុងធម្មជាតិវិញបានទើបយកវាទៅលែងនៅទីជម្រកធម្មជាតិរបស់វាវិញមជ្ឈមណ្ឌលនេះក៏បើកឲ្យពលរដ្ឋចូលទស្សនាបានផងដែរដោយលក់សម្បត្តិតម្លៃចាប់ពី500រៀលទៅ1500រៀលសម្រាប់ពលរដ្ឋខ្មែរនិងតម្លៃចាប់ពី$2ទៅ$4សម្រាប់ជនជាតិបរទេសមន្ត្រីគម្រោងផ្នែកអភិរក្សសក្កន្ធាយក្បាលកង្កែបរបស់សមាគមអភិរក្សសត្វព្រៃឲ្យដឹងថាចាប់តាំងពីគម្រោងការពារសម្បុកនេះចាប់ផ្ដើមរហូតមកទល់ពេលបច្ចុប្បន្នពលរដ្ឋរកឃើញសម្បុកកន្ធាយក្បាលកង្កែបនេះមានចំនួន378សម្បុកនិងញាស់ជាកូនបានជាង8500កូនកាលពីថ្ងៃទី21ខែមិថុនាឆ្នាំ2017មន្ត្រីរដ្ឋាភិបាលនិងអង្គការសមាគមអភិរក្សសត្វព្រៃបានយកកូនកន្ធាយប្រមាណ150ក្បាលលែងចូលទៅក្នុងទីជម្រកធម្មជាតិរបស់វាវិញមន្ត្រីគម្រោងផ្នែកអភិរក្សសក្កន្ធាយក្បាលកង្កែបរបស់សមាគមអភិរក្សសត្វព្រៃថ្លែងថាចាប់តាំងពីដំណើរការគម្រោងការពារសម្បុកលោកសង្កេតឃើញថាចំនួនរបស់កន្ធាយបានកើនឡើងចំនួននៅក្នុងធម្មជាតិក្រៅពីនេះលោកក៏សង្កេតឃើញថាមានភាពមិនប្រក្រតីមួយចំនួនផងដែរគឺប្រជាជនហ្នឹងការប្រមូលពងកូនហើយនឹងមេជាពិសេសគឺមេពូជវាដែលធ្វើជាអាជីវកម្មដោយសារតម្លៃវាហ្នឹងនៅលើទីផ្សារវាថ្លៃគួរកត់សម្គាល់ហើយនឹងបញ្ហាធម្មជាតិគឺដូចជាត្រីដូចជាអន្សងដូចជាពស់ដូចជាកណ្ដុរជាដើមហ្នឹងគឺស៊ីពងកូនរបស់វាហ្នឹងពេលវាឡើងពងកូនហ្នឹងហើយនឹងកត្តាមួយទៀតគឺការបំរែបំរួលអាកាសធាតុហ្នឹងគឺវាខ្លាំងក្លាដែរសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិបានដាក់សក្កន្ធាយក្បាលកង្កែបនេះចូលទៅក្នុងបញ្ជីក្រហមរបស់ខ្លួននៅក្នុងប្រភេទសត្វជិតផុតពូជសត្វប្រភេទនេះមានវត្តមាននៅក្នុងប្រទេសកម្ពុជាថៃវៀតណាមចិនឥណ្ឌាបង់ក្លាដេសឥណ្ឌូនេស៊ីឡាវម៉ាឡេស៊ីមីយ៉ាន់ម៉ាភាភូញូហ្គីនីនិងប្រទេសហ្វីលីពីនប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកផ្នែករដ្ឋបាលជលផលគឺលោកអេងជាសានកាលពីថ្ងៃទី21ខែមិថុនាឲ្យដឹងថារាជរដ្ឋាភិបាលបានចេញអនុក្រឹត្យដោយដាក់កន្ធាយក្បាលកង្កែបទៅក្នុងចំណោមសត្វដែលកំពុងរងគ្រោះថ្នាក់ចំនួន58ប្រភេទផ្សេងទៀតទៅក្នុងកិច្ចការអភិរក្ស
ទោះយ៉ាងណាក្រមពលរដ្ឋអះអាងថានឹងចូលរួមជាមួយរដ្ឋបាលជលផលនិងសមាគមអភិរក្សសត្វព្រៃដើម្បីផ្សព្វផ្សាយទៅដល់ពលរដ្ឋផ្សេងទៀតឲ្យបានយល់ពីសារៈសំខាន់និងចូលរួមការពារសត្វជិតផុតពូជមួយនេះខ្ញុំសនចន្ទថាអាស៊ីសេរីរាយការណ៍ពីខេត្តក្រចេះបាទលោកនាងកញ្ញាជាទីមេត្រីតាក់ទងនឹងបញ្ហាទីផ្សារសត្វក្រពើវិញប្រជាពលរដ្ឋជាច្រើនគ្រួសារដែលប្រកបរបរចិញ្ចឹមជីវិតសត្វក្រពើនៅខេត្តសៀមរាបដើម្បីលក់ពងនិងលក់កូននិងស្បែកទៅកែច្នៃជាវត្ថុប្រើប្រាស់ផ្សេងៗត្អូញត្អែពីតម្លៃចុះថោកពួកគេអះអាងថាទីផ្សារលក់សត្វក្រពើសឹងតែគ្មានទីផ្សារហើយប្រសិនបើលក់បានខ្លះក៏ក្នុងតម្លៃថោកដែរបាទសូមទស្សនាសេចក្តីរាយការណ៍របស់លោកហងសាវយុទ្ធអំពីរឿងនេះពលរដ្ឋមួយចំនួនដែលមានមុខរបរចិញ្ចឹមក្រពើនៅខេត្តសៀមរាបព្រួយបារម្ភចំពោះការខាតបង់ដើមទុនដោយសារតែសត្វក្រពើដែលពួកគេចិញ្ចឹមជាច្រើនមិនមានទីផ្សារលក់ចេញគ្រប់គ្រាន់ព្រមទាំងលក់មិនបានថ្លៃការព្រួយបារម្ភដោយសារតែរដូវនេះជាពេលដែលពងក្រពើញាស់ចេញជាកូនតូចៗហើយមិនសូវសម្បូរឈ្មួញមកទិញយកទៅលក់បន្តដោយកាលពីឆ្នាំមុនទេអ្នកចិញ្ចឹមក្រពើម្នាក់មានប្រសាសន៍ថាពេលនេះលោកប្រឈមមុខនឹងការខាត់បង់ដើមទុនដោយសារតែលក់កូនក្រពើមិនបានថ្លៃបុរសដដែលបញ្ជាក់ថាតម្លៃក្រពើនៅល្អប្រសើរគឺអាចលក់កូនមួយបានថ្លៃ$15-16ប៉ុន្តែពេលនេះកូនក្រពើមួយលក់បានថ្លៃតែ$12ទេវាសំខាន់ទៅលើរឿងចំណៃដែលយើងត្រូវដោះស្រាយវាកាលណាដែលកូនលក់អត់បានថ្លៃចំណៃវាថ្លៃយើងត្រូវតែវាអត់ចំណេញយុវជនម្នាក់ទៀតដែលជាអ្នកចិញ្ចឹមក្រពើនៅភូមិពោបន្ទាយជ័យដែរមានប្រសាសន៍ថាបច្ចុប្បន្នលោកមានក្រពើជាង70ក្បាលហើយកូនក្រពើដែលទើបតែញាស់ជាច្រើនរយទៀតក្នុងមួយខែលោកត្រូវចំណាយលុយទិញចំណីឲ្យសត្វក្រពើស៊ីចំនួន3ដងដោយក្នុងម្ដងយ៉ាងហោចណាស់ក៏ចំណាយលុយ$300ដែរលោកបញ្ជាក់ថារយៈពេល 2-3 ថ្ងៃមកហើយគ្មានឈ្មួញណាមកទិញកូនក្រពើរបស់លោកទេលោកព្រួយបារម្ភថាប្រសិនបើទីផ្សារលក់សត្វក្រពើនៅតែធ្លាក់ថ្លៃព្រមទាំងមិនដំណើរការល្អនោះគឺអ្នកចិញ្ចឹមក្រពើមិនមានសង្ឃឹមថាមានជីវភាពល្អប្រសើរឡើយការលក់ដូរបើសិនជាធម្មតាយើងក្រពើយើងញាស់មកយើងត្រូវការលុយដើម្បីចំណាយទៅចំណីឬក៏ដើម្បីចំណាយផ្សេងប៉ុន្តែបើថាយើងញាស់មកវាអត់មានគេថាការទិញឬលក់ដូរទៅវិញវាបញ្ហាមួយដែរព្រោះយើងត្រូវការចំណាយនុយរាល់ខែហើយអ្នកចិញ្ចឹមក្រពើជាច្រើនចង់ឲ្យប្រធានសមាគមអ្នកចិញ្ចឹមក្រពើនិងមន្ត្រីរដ្ឋាភិបាលដែលពាក់ព័ន្ធធ្វើយ៉ាងណាជួយដោះស្រាយនិងរកទីផ្សារលក់ក្រពើឲ្យបានល្អប្រសើរប៉ុន្តែប្រធានសមាគមអ្នកចិញ្ចឹមក្រពើខេត្តសៀមរាបលោកលួនណាំបានបដិសេធមិនអធិប្បាយជុំវិញបញ្ហារកទីផ្សារលក់សត្វក្រពើនេះទេដោយលោកប្រាប់ថាលោកជាប់រវល់ខ្លាំងចំណែកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាបលោកទាគឹមសុតមានប្រសាសន៍ថាបច្ចុប្បន្ននេះការលក់សត្វក្រពើឲ្យបានថ្លៃនោះគឺជាការពិបាកពីព្រោះតែទីផ្សារក្រពើមិនមែននៅក្នុងស្រុកឡើយគឺទីពឹងទៅលើទីផ្សាររបស់គេអភិបាលរងខេត្តសៀមរាបលោកគឹមឆៃហៀងមានប្រសាសន៍ថាអាជ្ញាធរខេត្តធ្លាប់ជួយដោះស្រាយទៅលើបញ្ហារកទីផ្សារលក់សត្វក្រពើនេះដែរលោកថាបញ្ហាទីផ្សារលក់សត្វក្រពើរបស់ខ្មែរមិនបានថ្លៃគឺជាប់ពាក់ព័ន្ធទៅនឹងអង្គការសៃតេសដែលគេត្រួតពិនិត្យអនាម័យស្បែកនិងសាច់របស់វាលោកថាក្រពើដែលប្រជាពលរដ្ឋចិញ្ចឹមភាគច្រើនគឺនៅមានបញ្ហាអនាម័យមិនទាន់ត្រូវស្តង់ដារបរទេសនៅឡើយទើបពិបាករកទីផ្សារលក់អាជ្ញាធរខេត្តសៀមរាបឲ្យដឹងថាបច្ចុប្បន្នមានសត្វក្រពើប្រហែលជិត1លានក្បាលត្រូវពលរដ្ឋចិញ្ចឹមប៉ុន្តែទោះយ៉ាងណាអាជ្ញាធរមិនបានដឹងពីចំនួនកសិដ្ឋានចិញ្ចឹមក្រពើនៅទូទាំងខេត្តថាមានប៉ុន្មានច្បាស់លាស់ទេខ្ញុំហងសាវយុទ្ធអាស៊ីសេរីរាយការណ៍ពីខេត្តសៀមរាបបាទលោកនាងកញ្ញាទើបតែបានទស្សនាទូរទស្សន៍អាស៊ីសេរីផ្សាយចេញពីរដ្ឋធានី Washington សហរដ្ឋអាមេរិកខ្ញុំបាទសេកបណ្ឌិតព្រមទាំងក្រុមការងារទាំងអស់នៃទូរទស្សន៍និងវិទ្យុអាស៊ីសេរីសូមគោរពជូនពរអស់លោកនាងកញ្ញាព្រមទាំងក្រុមគ្រួសារទាំងអស់ឲ្យជួបប្រកបតែនឹងសេចក្តីសុខគ្រប់ប្រការខ្ញុំបាទសូមអរគុណនិងសូមជម្រាបលា